សម័យនោះព្រះបាទចន្ទប្រជោតទ្រង់មានដំរីមួយឈ្មោះថាភត្តវតីអាចធ្វើដំណើរបានមួយថ្ងៃ50យោជន៍គម្ពីរអដ្ឋកថាតតយសមន្តបសាតិកាបានពោលថាព្រះបាទចន្ទប្រជោតមិនមែនមានតែដំរីមួយប៉ុណ្ណោះទេព្រះអង្គមានដំរីជាច្រើនទៀតគឺនេលាគិរីអាចដើរបានមួយថ្ងៃ100យោជន៍ទ្រង់មានសេះពីរឈ្មោះថាវេលកណៈនិងមញ្ជកេសៈជាសេះដែលអាចធ្វើដំណើរបានមួយថ្ងៃ120យោជន៍ហើយទ្រង់មានអ្នកបម្រើឈ្មោះថាកាកៈអាចធ្វើដំណើរបានមួយថ្ងៃ60យោជន៍មូលហេតុដែលព្រះបាទចន្ទប្រជោតទ្រង់មានពាហនៈសម្បូរបែបយ៉ាងនេះទាក់ទងមកអំពីអតីតជាតិដែលព្រះអង្គទ្រង់កើតជាបរិសអ្នកបម្រើគេហើយមានការខ្នះខ្នែងក្នុងការងារជាបុណ្យជាកុសលរបស់ចៅហ្វាយនាយថ្ងៃមួយកុលបុត្រដែលជាឥស្សរជនកំពុងអង្គុយដើម្បីទទួលទានអាហារគ្រានោះមានព្រះបច្ចេកពុទ្ធមួយអង្គមកឈរនៅត្រង់ទ្វារផ្ទះរបស់កុលបុត្រនោះមួយសន្ទុះហើយក៏និមន្តទៅតែកុលបុត្រដែលជាឥស្សរជនមិនបានឃើញចំណែកបុរសដែលជាអ្នកបម្រើបានក្រឡេកឃើញព្រះបច្ចេកពុទ្ធដូច្នោះហើយទើបប្រាប់ដល់កុលបុត្រដែលជាចៅហ្វាយនាយថាលោកចៅហ្វាយព្រះបច្ចេកពុទ្ធបាននិមន្តមកកាន់ទីនេះហើយបាននិមន្តចេញទៅហើយកុលបុត្រនោះបានស្ដាប់ពាក្យប្រាប់ដូច្នេះហើយបានស្រែកបញ្ជាប្រាប់ឲ្យបុរសដែលជាអ្នកបម្រើនោះថាអ្នកចូលប្រញាប់ទៅនិមន្តលោកម្ចាស់ឲ្យឈប់អ្នកចូលប្រញាប់ចូលទៅនិមន្តលោកម្ចាស់ឲ្យឈប់ហើយយកបាតរបស់ព្រះបច្ចេកពុទ្ធមកឲ្យរហ័សមូលហេតុដែលកុលបុត្រដែលជាចៅហ្វាយនាយប្រើបរិសដែលជាអ្នកបម្រើនោះឲ្យរត់ទៅនិមន្តព្រះបច្ចេកពុទ្ធឬយកបាតនោះព្រោះបរិសដែលជាអ្នកបម្រើនោះជាអ្នកមានថ្វីជើងពូកែខាងរត់លឿនមិនមានអ្នកណាស្មើបានឡើយបរិសដែលជាអ្នកបម្រើនោះទើបប្រញាប់រត់ទៅនិមន្តព្រះបច្ចេកពុទ្ធនិងយកបាតមកអំពីដៃព្រះបច្ចេកពុទ្ធមកឲ្យដល់កុលបុត្រដែលជាចៅហ្វាយនេះហើយបរិសដែលជាចៅហ្វាយនោះបានយកបាតមកដាក់អាហារពេញបាតទើបប្រើបរិសដែលជាអ្នកបម្រើនោះឲ្យរត់យកទៅប្រគេនដល់ព្រះបច្ចេកពុទ្ធវិញបរិសដែលជាអ្នកបម្រើនោះក៏បានធ្វើតាមពាក្យរបស់ចៅហ្វាយនេះដោយបានរត់យកបាតនោះទៅប្រគេនដល់ព្រះបច្ចេកពុទ្ធហើយថែមទាំងបានតាំងសេចក្តីប្រាថ្នាថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនដោយអំណាចការប្រឹងប្រែងខ្នះខ្នែងក្នុងការរត់យកចង្ហាន់មកប្រគេនលោកម្ចាស់នេះសូមឲ្យខ្ញុំកើតក្នុងទីណាជាអ្នកសម្បូរទៅដោយពាហនៈចំណែករាងកាយរបស់ខ្ញុំព្រះករុណាដែលត្រូវពន្លឺព្រះអាទិត្យដុតរោលសូមឲ្យអំណាចរបស់ខ្ញុំព្រះករុណាផ្សាយទៅដូចជាពន្លឺនៃព្រះអាទិត្យក្នុងទីដែលកើតឡើងហើយចំណែកបុណ្យកុសលក្នុងបិណ្ឌបត្តិនេះដែលជាវាយឲ្យហើយដល់ខ្ញុំព្រះករុណាសូមឲ្យខ្ញុំព្រះករុណាបានមានចំណែកនៃការត្រាស់ដឹងធម៌ដែលលោកម្ចាស់បានឃើញហើយលំដាប់នោះព្រះបច្ចេកពុទ្ធពោលថាអ្នកប្រាថ្នាយ៉ាងណាចូលឲ្យបានសម្រេចយ៉ាងនោះចុះហើយពោលអនុមោទនាកថាវត្ថុដែលអ្នកត្រូវការនឹងប្រាថ្នាហើយចូលសម្រេចឲ្យបានរស់រានទាន់ចិត្តសូមសេចក្តីត្រេះរិះទាំងពួងរបស់អ្នកចូលពេញដូចជាព្រះច័ន្ទក្នុងថ្ងៃ15កើតវត្ថុដែលអ្នកត្រូវការនឹងប្រាថ្នាចូលសម្រេចឲ្យបានរស់រានទាន់ចិត្តសូមតម្រេះទាំងពួងរបស់អ្នកចូលពេញដូចជាកែមនីដែលឈ្មោះថាចូលតែរស់ឥឡូវនេះបរិសដែលជាអ្នកបម្រើនោះបានមកកើតជាព្រះបាទចន្ទប្រជោតដែលទ្រង់សម្បូរដោយពាហនៈផ្សេងព្រោះបានធ្វើកុសលហើយតាំងសេចក្តីប្រាថ្នាទុកមកហើយអំពីអតីតជាតិដូច្នេះហើយទើបធ្វើឲ្យព្រះបាទចន្ទប្រជោតជួបប្រសពនៅហេតុដែលអស្ចារ្យដោយតែបានពោលរួចមកហើយការពេទ្យជីវកចំអិនទឹកដោះថ្លាផ្សំនឹងថ្នាំផ្សេងរួចហើយក៏បាននាំយកទៅថ្វាយដល់ព្រះបាទចន្ទប្រជោតដោយក្រាបបង្គំទូលថាសូមព្រះករុណាជីវិតតម្កល់លើត្បូងសោយទឹកចត់នេះចុះព្រះអង្គលុះឲ្យព្រះបាទចន្ទប្រជោតសោយទឹកដោះថ្លាហើយទើបគេប្រញាប់ទៅឯរោងដំរីឡើងជិះដំរីផុតតិវតីជិះចេញទៅអំពីព្រះនគរដោយឆាប់រហ័សខណៈជាមួយគ្នានោះព្រះបាទចន្ទប្រជោតសោយទឹកដោះថ្លាហើយពេលលាតមកមួយសន្ទុះព្រះអង្គក៏ទ្រង់ក្អួតចេញមកទើបទ្រង់ពិរោធមានព្រះរាជតម្រាស់ថាពេលជីវកកុមារភេទជាមនុស្សអាក្រក់ឲ្យយើងផឹកទឹកដោះថ្លាដូច្នេះ ពលលោកចូលទៅចាប់ពេទ្យជីវកមកឲ្យយើងឲ្យទាល់តែបានដោយឆាប់រហ័ស
គ្រានោះពួកមហាតលក្រាបង្គំទូលថាព្រះករុណាថ្លៃវិសេសពេលជីវៈបានឡើងជិះដំរីផតវតីកិច្ចចេញអំពីព្រះនគរទៅហើយព្រះអង្គក្នុងគ្រានោះព្រះបាទចន្ទបជោតមានទេសាម្នាក់ឈ្មោះកាកៈនៃកាកៈគេអាចដើរបានមួយថ្ងៃ60យោជន៍ពេលនោះព្រះបាទចន្ទបជោតមានព្រះរាជតម្រាស់បញ្ជាឲ្យនៃកាកៈថាអ្នកចូលទៅតាមពេលជីវៈកុមារភាជត្រឡប់មកដោយពោលអង្គថាលោកអាចារ្យព្រះករុណាជីវិតតម្កល់លើត្បូងមានព្រះរាជបញ្ជាឲ្យអញ្ជើញលោកអាចារ្យត្រឡប់ទៅវិញណែនីកាកៈអ្នកត្រូវប្រុងប្រយ័ត្នព្រោះថាពេលទាំងឡាយជាអ្នកមានកលល្បិចមាយាច្រើនលោកកុំទទួលរបស់អ្វីដែលពេលជីវៈកុមារភាជឲ្យសោះគ្រានោះនេកាកៈក្រាបបង្គំទូលស្នងព្រះរាជបញ្ជាហើយបានប្រញាប់ចេញដំណើរទៅតាមមួយរំពេចហើយបានទៅទន់ពេទ្យជីវៈដែលកំពុងទទួលទានអាហារពេលព្រឹកនៅក្នុងរវាងផ្លូវត្រង់ក្រុងកោសាំពីហើយជំរាបពេទ្យជីវៈតាមព្រះរាជតម្រាស់ព្រះរាជបញ្ជាថាបបិទ្ធលោកអាចារ្យព្រះករុណាជីវិតតម្កល់លើត្បូងមានព្រះរាជបញ្ជាឲ្យអញ្ជើញលោកអាចារ្យត្រឡប់ទៅវិញសិននៅពេលនោះពេទ្យជីវៈក៏បានពោលជាមួយនេកាកៈថាមនានេកាកៈលោករំចាំខ្ញុំឲ្យទទួលទានអាហាររួចសិនណាសូមអញ្ជើញលោកទទួលទានអាហារជាមួយគ្នាមកកាកៈតបបដិសេធថាមិនបាច់ទេបាទបបិទ្ធលោកអាចារ្យព្រះករុណាជីវិតតម្កល់លើត្បូងមានព្រះរាជបញ្ជាប្រាប់ខ្ញុំថាធម្មតាពេទ្យតែងតែមានកលល្បិចមាយាច្រើនលោកកុំទទួលរបស់អ្វីដែលពេទ្យជីវៈឲ្យជាដាច់ខាតរំពេចនោះពេទ្យជីវៈបានស្ដាប់ពាក្យកាកៈហើយទើបរកវិធីដើម្បីឲ្យគេជឿទុកចិត្តទើបយកថ្នាំដាក់ទុកត្រង់ក្រចកដៃហើយខំកន្ទួតព្រៃមួយចំហៀងហើយផឹកទឹកបន្ថែមហើយប្រាប់នេកាកៈថាអញ្ជើញបាកាកៈបរិភោគកន្ទួតព្រៃនេះជាមួយគ្នាចុះហើយផឹកទឹកនេះបន្ថែមទៅគង់នឹងមិនជាអ្វីទេណាគង់នឹងមិនជាអ្វីទេនេកាកៈបានក្រឡេកឃើញការធ្វើរបស់ពេទ្យជីវៈគ្រប់យ៉ាងហើយគិតថាមិនមានទោសទើបបានខំស៊ីផ្លែកន្ទួតព្រៃមួយចំហៀងដែលសល់នោះហើយក៏ផឹកទឹកបន្ថែមចូលទៅហើយក្នុងទីបំផុតនេកាកៈក៏កើតអាការៈឈឺពោះយ៉ាងខ្លាំងនៅក្នុងទីនោះឯងនេកាកៈបានសួរទៅពេទ្យជីវៈថាបបិទ្ធលោកអាចារ្យខ្ញុំនឹងមានជីវិតរស់នៅតទៅទៀតឬទេគ្រានោះពេទ្យជីវៈតបថាកុំខ្លាចអីកុំខ្លាចឡើយបាកាកៈលោកមិនមានអន្តរាយដល់ស្លាប់ទេតែព្រះករុណាជីវិតតម្កល់លើត្បូងរបស់អ្នកខូខើខ្លាំងណាស់ទ្រង់នឹងឲ្យសម្លាប់យើងចោលក៏បានព្រោះដូច្នោះខ្ញុំមិនត្រឡប់ទៅវិញទេពលដូច្នេះហើយក៏បានប្រគល់ដំរីផតវតីឲ្យដល់នាយកាកៈហើយក៏បានធ្វើដំណើរទៅកាន់ក្រុងរាជក្រឹស្នតទៅទៀតកាលពេទ្យជីវៈកុមារភាជធ្វើដំណើររឿយមកដោយលំដាប់រហូតដល់ក្រុងរាជក្រឹស្នហើយទើបគេចូលទៅគាល់ព្រះបាទពំពិសាក្រាបបង្គំទូលនិទានរឿងហេតុការណ៍ទាំងអស់នោះឲ្យទ្រង់បានជ្រាបគ្រានោះព្រះបាទពំពិសាមានព្រះរាជតម្រាស់ថាល្អហើយដែលអ្នកមិនត្រឡប់ទៅកាន់ក្រុងអូជេនីវិញព្រោះថាព្រះបាទចន្ទបជោតជាព្រះរាជាកាចខុសខើណាស់អាចឲ្យគេប្រហារជីវិតរបស់អ្នកក៏ថាបានរីឯព្រះបាទចន្ទបជោតទ្រង់ជាព្រះប្រឈួនហើយទ្រង់បានបញ្ជូនរាជទូតទៅកាន់សំណាក់របស់ពេទ្យជីវៈថាសូមអញ្ជើញលោកអាចារ្យមករកយើងនឹងប្រទានពរឲ្យដល់លោកអាចារ្យពេទ្យជីវៈក្រាបទូលតបទៅជាមួយនឹងពួករាជទូតវិញថាមិនចាំបាច់ទៅក៏បានសូមឲ្យតែព្រះអង្គទ្រង់រលឹកសេចក្តីល្អរបស់ទូលបង្គំប៉ុណ្ណោះក៏គ្រប់គ្រាន់ហើយព្រះអង្គក្នុងសម័យនោះព្រះបាទចន្ទបជោតទ្រង់មានគូសម្ពុតសិវយកៈគឺសម្ពុតសូត្រធ្វើក្នុងក្រុងសិវីមួយគូជាសម្ពុតសាច់ល្អលើសប្រសើរក្រៃលែងមានឈ្មោះបោះសម្លេងណាស់ជាសម្ពុតដែលប្រសើរជាងសម្ពុតដទៃទៀតជាច្រើនជាសម្ពុតដែលកាត់ថ្លៃមិនបានព្រមទាំងសម្ពុតបរិវារ1000ផាប់ទៀតព្រះអង្គបានបញ្ជូនសម្ពុតសិវយកៈនិងសម្ពុតបរិវារ1000ផាប់ព្រមដោយអង្គ500រទេះប្រាក់16,000កហបណៈព្រះរាជាប្រទានឲ្យដល់ពេទ្យជីវៈដែលជារង្វាន់មកជួយព្យាបាលរោគឲ្យព្រះអង្គឲ្យទ្រង់បានជាពីព្រះប្រឈួនរោគស្គមលឿនទៅបានការដែលពេទ្យជីវៈបានទទួលព្រះរាជទានសម្ពុតសិវយកៈមកហើយគិតពិចារណាថាសម្ពុតសិវយកៈ
គូនេះដែលព្រះបាទចន្ទបជោទ្រង់បញ្ជូនមកឲ្យជាសម្ពុតសាច់ល្អលើសប្រសើរក្រៃលែងមានឈ្មោះបោះសម្លេងហើយជាសម្ពុតដែលល្អជាងសម្ពុតដទៃទៀតជាច្រើនរយគូច្រើនពាន់គូឬក៏ច្រើនសែនគូគូសម្ពុតនេះក្រៅអំពីព្រះលោកនាថឬព្រះបាទពឹងពិសាហើយអ្នកដទៃទៀតមិនគួរនឹងប្រើប្រាស់ទេពេទ្យជីវកុមារភិកបានប្រទានឱសថសម្រាប់ប្រើបន្ទោបង់ថ្វាយដល់ព្រះលោកនាយកសម័យមួយព្រះសាស្តាទ្រង់គង់នៅភ្នំកេជកោតដែលនៅក្នុងអាណាខេត្តក្រុងរាជក្រឹសគ្រានោះព្រះកាយរបស់ព្រះភិក្ខវេធ្ងន់ដោយវត្ថុដែលជាទោសទៅព្រះអង្គបញ្ជាព្រះអានន្ទថាមនាលអានន្ទកាយរបស់តថាគតធ្ងន់ដោយវត្ថុដែលជាទោសតថាគតត្រូវការនឹងឆាន់ថ្នាំបន្ទោបង់ព្រះអានន្ទបានជ្រាបនៅពុតបំណងហើយទើបបាននិមន្តទៅរកពេទ្យជីវកហើយពោលថាលោកគ្រូពេទ្យជីវកព្រះសក្យមុនីទ្រង់មានព្រះបំណងនឹងសោយថ្នាំបន្ទោបង់ពេទ្យជីវកពិតថាបើយ៉ាងនោះសូមលោកម្ចាស់ធ្វើព្រះកាយរបស់ព្រះសម្ពុទ្ធឲ្យត្រជាក់ឬសប្បាយពី3ថ្ងៃសិនព្រះអានន្ទបានបដិបត្តិតាមដែលពេទ្យជីវកប្រាប់ហើយកាលវេលាកន្លងទៅ2-3ថ្ងៃព្រះអានន្ទបាននិមន្តទៅរកពេទ្យជីវកហើយប្រាប់ថាលោកគ្រូពេទ្យជីវកឥឡូវនេះព្រះមុនីមានព្រះកាយត្រជាក់ឬសប្បាយហើយលោកគ្រូពេទ្យជីវកគួរពិចារណាមើលកាលដ៏សមគួរថ្វាយព្រះឱសថបន្ទោបង់ដល់ព្រះមានព្រះភិក្ខចុះគ្រានោះពេទ្យជីវកកុមារភិក្ខគិតពិចារណាថាកាលដែលយើងនឹងថ្វាយឱសថបញ្ចុះដែលក្រោតគ្រាតឲ្យដល់ព្រះមានជោគមិនសមគួរឡើយយើងគួរនឹងអប់ការអបល់3ទងផ្សំជាមួយនឹងថ្នាំផ្សេងយកទៅថ្វាយដល់ព្រះភិក្ខវេកាលគេគិតពិចារណាឃើញដូច្នេះហើយទើបអប់ការអបល់3ទងផ្សំជាមួយថ្នាំផ្សេងហើយនាំយកទៅថ្វាយដល់ព្រះសម្ពុទ្ធហើយក្រាបទូលណែនាំថាបពិតលោកម្ចាស់ដ៏ចម្រើនបើព្រះលោកនាថហិតផ្កាអបល់ទងទី1នេះអាចធ្វើឲ្យព្រះសាស្តាបន្ទោបង់ដល់ទៅ10ដងហើយប្រគេនផ្កាអបល់ទងទី2ព្រមទាំងក្រាបទូលថាបើព្រះសុគតទ្រង់ហិតផ្កាអបល់ទងទី2នេះអាចធ្វើឲ្យព្រះអង្គបន្ទោបង់ដល់ទៅ10ដងទៀតហើយបានប្រគេនផ្កាអបល់ទី3ណាតងទី3ព្រមទាំងក្រាបទូលថាបើព្រះពុទ្ធអង្គទ្រង់ហិតផ្កាអបល់ទងទី3នេះអាចធ្វើឲ្យព្រះអង្គបន្ទោបង់ដល់ទៅ10ដងទៀតណាព្រះអង្គកាលពេលជីវកបានថ្វាយព្រះឱសថបន្ទោបង់ឲ្យដល់ព្រះមានព្រះភិក្ខដើម្បីឲ្យទ្រង់បន្ទោបង់30ដងហើយទើបក្រាបថ្វាយបង្គំព្រះសាស្តាធ្វើប្រតិសិនត្រឡប់ទៅវិញខណៈដែលពេទ្យជីវកុមារភិក្ខចេញទៅខាងក្រៅខ្លោងទ្វារព្រះវិហារបានគិតឡើងម្ដងទៀតថាយើងបានថ្វាយឱសថបន្ទោបង់ឲ្យដល់ព្រះលោកនាយកដើម្បីឲ្យទ្រង់បន្ទោបង់ដល់ទៅ30ដងតែព្រះកាយរបស់ព្រះលោកនាថផ្ទុកដោយវត្ថុដែលជាទោសដ៏ច្រើនព្រះអង្គបន្ទោបង់មិនគ្រប់30ដងទ្រង់នឹងបន្ទោបង់ត្រឹមតែ20ដងតមកកាលព្រះមហាវីរៈព្រះអង្គទ្រង់ជំរះព្រះកាយហើយទ្រង់នឹងបន្ទោបង់ម្ដងទៀតក៏រួមជា30ដងល្មមលោកគិតឃើញដូច្នេះហើយទើបចូលទៅពិតព្រះអានន្ទឲ្យជ្រាបនៅសេចក្តីនោះកាលព្រះមហាមុនីទ្រង់បានជ្រាបដល់គំនិតរបស់ពេទ្យជីវកដោយព្រះទ័យហើយទើបត្រាស់ប្រាប់ព្រះអានន្ទថាមនាលអានន្ទអ្នកចូលត្រៀមទឹកក្តៅទុកព្រះអានន្ទក្រាបទូលទទួលព្រះពុទ្ធដីកាហើយបានត្រៀមរៀបចំទឹកក្តៅទុកថ្វាយព្រះអង្គមែនកាលតមកពេទ្យជីវកុមារភិក្ខបានចូលទៅគាល់ព្រះមានបុណ្យថ្វាយបង្គំហើយក៏អង្គុយចុះក្នុងទីដ៏សមគួរបន្ទាប់មកក្រាបទូលសួរថាបពិតព្រះមានជោគទ្រង់បន្ទោបង់ហើយឬនៅព្រះអង្គគ្រានោះព្រះវិចិត្រមាត្រាស់តបថាពេទ្យជីវកតថាគតបន្ទោបង់ហើយលំដាប់នោះពេទ្យជីវកុមារភិក្ខក្រាបទូលពោលការគិតរបស់ខ្លួនថាបពិតព្រះជាអ្នកស្រីខណៈដែលខ្ញុំព្រះករុណាកំពុងតែដើរទៅខាងក្រៅទ្វារព្រះវិហារខ្ញុំព្រះករុណាបានគិតត្រឡប់ឡើងវិញថាយើងបានថ្វាយព្រះឱសថដល់ព្រះភិក្ខវេដើម្បីទ្រង់បន្ទោបង់គ្រប់30ដងតែព្រះកាយរបស់ព្រះភិក្ខវេផ្អាប់ដោយរបស់ដែលជាទោសយ៉ាងច្រើនព្រះអង្គនឹងមិនបន្ទោបង់គ្រប់30ដងទេ
ទ្រង់នឹងបន្តបងត្រឹមតែ29ដងប៉ុណ្ណោះតមកកាលព្រះសម្ពុទ្ធទ្រង់បន្តបងហើយទ្រង់ជំរះព្រះកាយព្រះអង្គនឹងបន្តបងម្ដងទៀតទៅគ្រប់30ដងល្មមព្រោះដូច្នោះសូមព្រះសក្យមុនីទ្រង់ជំរះព្រះកាយចុះកាលព្រះទស្សពលទ្រង់ជំរះព្រះកាយហើយទ្រង់ក៏បន្តបងម្ដងទៀតទៅរួមជា30ដងគ្រប់តាមដែលពេទ្យជីវកុមារភិក្ខកំណត់ទុករួចហើយពេទ្យជីវកុមារភិក្ខបានក្រាបទូលថ្វាយពាក្យណែនាំថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះសយំភូមិនគួរសោយព្រះក្រយាហារដែលផ្សំដោយទឹកស្ងោរដោយបន្លែផ្សេងរហូតដល់អាហារដែលជាគ្រាប់តម្រឹមនឹងព្រះកាយជាប្រក្រតីព្រះអង្គតមកមិនយូរប៉ុន្មានព្រះកាយរបស់ព្រះភិក្ខុវីក៏ជាមានប្រក្រតីវិញកាលព្រះសម្ពុទ្ធមានព្រះកាយជាប្រក្រតីហើយពួកអ្នកស្រុកបាននាំគ្នាត្រៀមទេយ្យធម៌ទុកថ្វាយជាច្រើនចំណែកពេទ្យជីវកបានចូលទៅគល់ក្រាបទូលសេចក្តីនោះនិងព្រះមានព្រះភិក្ខថាបបិទ្ធព្រះអង្គដ៏ចម្រើនថ្ងៃនេះពួកអ្នកស្រុកមានបំណងនឹងថ្វាយទេយ្យធម៌ដល់ព្រះអង្គសូមព្រះអង្គយាងចូលទៅកាន់ចន្លោះស្រុកដើម្បីយាងចរិកបិណ្ឌបាតព្រះអង្គចំណែកព្រះមហាមុគលានបានគិតថាថ្ងៃនេះព្រះលោកនាថសំគួរបានបឋមបិណ្ឌបាតអំពីទីណាណោហើយលោកក៏បានគិតឃើញភ្លាមថាសោណសិទ្ធិបុត្រចាប់ផ្ដើមតាំងអំពីគេធ្វើស្រែមកគេរមែងតែងតែទទួលទានបាយដែលមានឈ្មោះថាស្រូវសាលីក្រអូបដែលធ្វើដោយស្រោចទឹកដោះស្រស់មិនជាសាធារណៈដល់ពួកជនដទៃយើងនឹងនាំអាហារបិណ្ឌបាតមកអំពីផ្ទះសោណសិទ្ធិបុត្រនោះមកថ្វាយដល់ព្រះលោកនាយកលោកគិតឃើញដូច្នេះហើយទៅព្រះថេរៈទៅដោយរិទ្ធបង្ហាញខ្លួនរបស់លោកនៅលើផ្ទះនៅលើផ្ទៃប្រាសាទរបស់សោណសិទ្ធិបុត្រគ្រានោះសោណសិទ្ធិបុត្របានឃើញព្រះមហាមុគលានហើយទៅទទួលយកបាតមកអំពីព្រះថេរៈមកដាក់អាហារដ៏ប្រណិតពេញក្នុងបាតហើយទើបនាំយកទៅប្រគេនព្រះថេរៈវិញហើយគេបានឃើញអាការៈរបស់ព្រះថេរៈដែលនឹងត្រូវការចង្ហាន់បិណ្ឌបាតអំពីផ្ទះរបស់គេទៅគេឃើញដូច្នោះហើយទើបពោលអរិទ្ធនាថាសូមនិមន្តលោកម្ចាស់ឆាន់ចោះខ្ញុំព្រះករុណានឹងថ្វាយអាហារបិណ្ឌបាតចំណែកដទៃដល់ព្រះទស្សពលជាខាងក្រោយក្រោយអំពីព្រះមហាមុគលានឆាន់ចង្ហាន់បិណ្ឌបាតរួចស្រេចហើយសោណសិទ្ធិបុត្របានលាងបាតព្រះថេរៈរួចហើយបានអបបាតដោយគ្រឿងក្រអូបរួចដាក់ចង្ហាន់បិណ្ឌបាតដែលជាចំណែកត្រូវថ្វាយដល់ព្រះមានព្រះភិក្ខក្នុងបាតពេញហើយនាំមកប្រគេនដល់ព្រះថេរៈក៏បាននាំចង្ហាន់បិណ្ឌបាតនោះមកថ្វាយដល់ព្រះសម្ពុទ្ធចំណែកព្រះបាទពិមពិសាក៏ទ្រង់ត្រិះរិះថាថ្ងៃនេះព្រះភគវាព្រះអង្គត្រូវបានសោយនៅព្រះក្រយាហារអ្វីកាលព្រះអង្គយាងត្រឡប់មកអំពីព្រះវិហារវិញលុះព្រះអង្គយាងចូលទៅក្នុងព្រះវិហារព្រះមុនីក៏បានធំក្លិនចង្ហាន់បិណ្ឌបាតរហូតធ្វើឲ្យព្រះអង្គមានបំណងចង់សោយអាហារបិណ្ឌបាតរបស់ព្រះមានជោគដែលទេវតាទាំងឡាយបានដាក់ឲ្យជារសនៅក្នុងអាហារបិណ្ឌបាតរបស់ព្រះពុទ្ធអង្គដែលនៅក្នុងភាជត្រឹមតែ2ដងប៉ុណ្ណោះម្ដងគឺអាហារបិណ្ឌបាតដែលនាងសុជាតានាំយកទៅថ្វាយមុនព្រះអង្គត្រាស់ដឹងជាព្រះសម្ពុទ្ធម្ដងទៀតពេលដែលនាយជន្ទកម្មារបុត្របានចាត់ចែងថ្វាយអាហារបិណ្ឌបាតក្នុងគ្រាមុនព្រះអង្គរំលត់ខន្ធបរិនិព្វានចំណែកអាហារបិណ្ឌបាតដតីពួកទេវតាបានដាក់ឲ្យជារសត្រង់មួយពំនូតដែលព្រះអង្គទ្រង់សោយប៉ុណ្ណោះកាលព្រះទស្សពលទ្រង់ជ្រាបថាព្រះបាទពឹងពិសាទ្រង់មានព្រះបំណងសោយខ្លះទើបទ្រង់ប្រាប់ឲ្យថ្វាយអាហារបិណ្ឌបាតបន្តិចដែលទេវតាមិនទាន់បានដាក់ឲ្យជាចុះទៅឲ្យដល់ព្រះរាជាគ្រានោះព្រះបាទពឹងពិសាសោយហើយទ្រង់ក្រាបទូលសួរថាភោជននេះនាំមកអំពីឧត្តរកោរទ្វីបឬព្រះអង្គព្រះវិចិត្រមាត្រាស់តបថាមហាបពិតភោជននេះមិនមែននាំមកអំពីឧត្តរកោរទ្វីបទេជាភោជនរបស់សោណសិទ្ធិបុត្រជាអ្នកនៅក្នុងដែនរបស់មហាបពិតទេតាហើយត្រាស់ប្រាប់សម្បត្តិរបស់សោណៈឲ្យព្រះបាទពឹងពិសាមហារាជទ្រង់ព្រះសន្តាប់គ្រានោះព្រះរាជាទ្រង់ស្ដាប់រឿងរ៉ាវនោះហើយមានព្រះរាជបំណងចង់ឃើញសោណៈហើយក៏បានមានព្រះរាជតម្រាស់បញ្ជាឲ្យសោណៈព្រមទាំងកុលបុត្រ 80000 នាក់ចូលមកគល់ក្នុងទីបំផុតកុលបុត្រទាំងនោះបានស្ដាប់ព្រះធម្មទេសនារបស់ព្រះមានព្រះភិក្ខហើយបានជាព្រះសោតាបាន
ចំណែកសនណាបានបួសរួចហើយមិនយូរប៉ុន្មានក៏បានសម្រេចព្រះអរហន្តជាព្រះខ័យណាស្រស់ការព្រះសាស្តាទ្រង់ធ្វើផុតកិច្ចរួចស្រេចហើយពេទ្យជីវកកាន់គូសម្ពុតសេវយកៈនោះចូលទៅគាល់ព្រះមានបនថ្វាយបង្គំរួចហើយក៏អង្គុយក្នុងទីដ៏សមគួរហើយក្រាបទូលថាខ្ញុំព្រះករុណានឹងសូមពោចំពោះព្រះមហាវីរៈត្រឹមតែម្យ៉ាងព្រះអង្គគ្រានោះព្រះសម្ពុទ្ធត្រាស់ថាជីវកព្រះតថាគតទាំងឡាយលើកការឲ្យពោចេញហើយនៅពេលនោះពេលជីវកក្រាបទូលថាខ្ញុំព្រះករុណានឹងក្រាបទូលសូមពោតែវត្ថុដែលសមគួរដល់សមណៈជាពោដែលមិនទាន់មានទេព្រះអង្គព្រះជាស្រីត្រាស់ថាជីវកបើដូច្នោះអ្នកចូលពលមកចុះបើដូច្នោះអ្នកចូលពលមកចុះពេលជីវកក្រាបទូលថាព្រះសាស្តានិងភិក្ខុសង្ឃក៏តែងតែទ្រង់ប្រើប្រាស់ស្លៀកដណ្ដប់សម្ពុតបាំងសកលជាប្រក្រតីប៉ុណ្ណោះប៉ុន្តែសម្ពុតសេវយកៈមួយគូនេះដែលព្រះបាទចន្ទបញ្ជោទ្រង់បញ្ជូនមកព្រះរាជទានឲ្យដល់ខ្ញុំព្រះករុណាដែលជាសម្ពុតសាច់ល្អមានឈ្មោះល្បីល្បាញបំផុតជាងសម្ពុតទាំងឡាយដទៃទៀតជាច្រើនទាំងច្រើនរយគូពាន់គូឬក៏ច្រើនសែនគូហេតុដូច្នេះសូមព្រះភគវេទ្រង់មេត្តាទទួលសម្ពុតសេវយកៈគូនេះរបស់ខ្ញុំព្រះករុណាហើយសូមព្រះលោកនាថទ្រង់ពុទ្ធានុញ្ញាតកហបតីចៃវោដែលអ្នកស្រុកប្រគេនដល់ភិក្ខុសង្ឃផងចុះព្រះអង្គគ្រានោះព្រះមានព្រះភិក្ខទ្រង់ទទួលសម្ពុតសេវយកៈគូនោះហើយទ្រង់សម្ដែងធម៌ប្រោសដល់ពេទ្យជីវកឲ្យឃើញច្បាស់ឲ្យកាន់យកដល់ល្អឲ្យអាចហ៊ានឲ្យរីករាយដោយធម្មីកថាតាមសំគួរដល់ពេលវេលាពេលនោះពេទ្យជីវកក៏មករភាជបានស្ដាប់ព្រះធម៌ទេសនាទើបក្រោកឡើងអំពីអាសនៈក្រាបទូលលាព្រះវិចិត្រមារធ្វើប្រតិសិនហើយត្រឡប់ទៅវិញភាពជាអ្នកមានសទ្ធាដ៏មុំទាំក្នុងសាសនានេះរបស់ពេទ្យជីវកក៏មករភាជជាហេតុធ្វើឲ្យពេទ្យជីវកក៏មករភាជបានកសាងវត្តថ្វាយទុកក្នុងព្រះពុទ្ធសាសនានេះតាមដែលមានរឿងសម្ដែងទុកនៅក្នុងអត្ថកថាបបញ្ចសូទិនីនិងក្នុងអត្ថកថាសុមង្គលវិលាសេនីដោយមានសេចក្តីថាសម័យមួយពេទ្យជីវកកុមារភាជបានថ្វាយថ្នាំបន្ទោបង់ដល់ព្រះមានព្រះភិក្ខរហូតធ្វើឲ្យព្រះអង្គទ្រង់មានព្រះវរកាយស្រាលហើយទើបថ្វាយសម្ពុតមួយគូនិងថ្វាយសម្ពុតបរិវារមួយប៉ុនផ្ទាំងដល់ភិក្ខុសង្ឃគ្រានោះព្រះភគវេទ្រង់ទទួលការថ្វាយសម្ពុតសេវយកៈហើយអំពីពេទ្យជីវកទើបទ្រង់ធ្វើការអនុមោទនារឿងការថ្វាយសម្ពុតការព្រះទស្សពលទ្រង់ធ្វើការអនុមោទនាគាថាចប់ហើយពេទ្យជីវកដែលបញ្ជូនចិត្តទៅតាមក្រសែព្រះធ្វើក៏បានសម្រេចសោតបត្តិផលជាព្រះសោតាបានគឺជាព្រះអរិយបុគ្គលលំដាប់ទី1ក្នុងបណ្ដាព្រះអរិយបុគ្គល4ចម្ពោះហើយលោកបានជាអ្នកមានអចលនសទ្ធាគឺការជឿមិនកំរើកហើយលោកគិតថាយើងបានទៅចូលគាល់ព្រះលោកនាថពី3ដងក្នុងវត្តវេលវ័នមហាវិហារដែលព្រះសក្យមុនីប្រថាប់នៅបច្ចុប្បន្ននេះតាំងនៅឆ្ងាយចំណែកចំការស្វាយរបស់យើងនៅជិតជាងយើងគូសាងវិហារវេថ្វាយព្រះសម្ពុទ្ធត្រង់ចំការស្វាយរបស់យើងល្អម្យ៉ាងដែរលោកគិតឃើញដូច្នេះហើយទើបបានកសាងទីស្នាក់នៅពេលយប់និងពេលថ្ងៃក្នុងទីដ៏ស្ងាត់ស្ងៀមសាងកុដិនិងបណ្ដោបជាច្រើននៅក្នុងចំការស្វាយរបស់ខ្លួនហើយសាងព្រះកិន្ថកុដិដែលសមគួរសម្រាប់ព្រះវិចិត្រមារផងកាលពេលជីវកុមារភាជបានចាត់ចែងកសាងវិហារស្រេចហើយទើបឲ្យគេធ្វើកំពែងកម្ពស់18ហត្ថជុំវិញចំការស្វាយនោះកាលដែលសាងកំពែងស្រេចហើយបានចាត់ចែងថ្វាយអាហារនិងចីវរដល់ភិក្ខុសង្ឃដែលមានព្រះពុទ្ធជាប្រធានហើយបានជ្រោចទឹកតេខណោទៈចុះលើព្រះហស្ថរបស់ព្រះសាស្តាដែលជាសញ្ញាសម្ដែងការថ្វាយវិហារនោះគ្រានោះព្រះសាស្តាព្រមដោយភិក្ខុសង្ឃ1250អង្គបានប្រថាប់នៅក្នុងអម្ពិវ័នវិហារហើយវិហារនោះបានហៅឈ្មោះពេទ្យជីវកុមារភាជរួមចូលផងដើម្បីឲ្យដឹងឈ្មោះអ្នកកសាងវិហារនោះទើបមានឈ្មោះថាជីវកម្មពវ័នវិហារប្រែថាវិហារចំការស្វាយរបស់ពេទ្យជីវកព្រះទស្សពលទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឃទាំងឡាយប្រើប្រាស់កហបតីចីវរបានតាមដែលពេទ្យជីវកក្រាបទូលសូមពរ
ដោយដែលមានសម្ដែងប្រកាសនៅក្នុងព្រះបាលីគម្ពីរមហាវគ្គព្រះវិន័យ3ដកនៃចៃវរខន្ធកៈដោយមានសេចក្តីថាព្រះសយាមភូមិត្រាស់នឹងភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតកហបតីចៃវរតែភិក្ខុណាបំណងនឹងប្រើប្រាស់សម្ពុតបាំងសកលចៃវរក៏ចូលប្រើប្រាស់សម្ពុតបាំងសកលចៃវរនោះចុះតែបំណងនឹងប្រើប្រាស់កហបតីចៃវរក៏ចូលប្រើប្រាស់កហបតីចៃវរចុះតថាគតតែងតែសរសើរការត្រេកអរចំពោះបច្ច័យដែលតាមមានតាមបាននៅគ្រានោះពុទ្ធបរិស័ទនៅក្នុងរាជក្រឹស្បានជ្រាបដល់ពុទ្ធានុញ្ញាតនោះហើយក៏នាំគ្នាមានចិត្តត្រេកអរថាឥឡូវនេះពួកយើងបានថ្វាយទាននិងបានធ្វើបុណ្យព្រោះព្រះមានជោគទ្រង់អនុញ្ញាតកហបតីចៃវរដល់ភិក្ខុសង្ឃទាំងឡាយហើយក្នុងវេលាត្រឹមតែមួយថ្ងៃប៉ុណ្ណោះចៃវរច្រើនពាន់ផ្ទាំងបានកើតក្នុងក្រុងរាជក្រឹស្ចំណែកពុទ្ធបរិស័ទដែលជាអ្នកនៅតាមជនបទបានជ្រាបដំណឹងដូច្នោះហើយក៏នាំគ្នាមានចិត្តត្រេកអររីករាយថែមទាំងបាននាំគ្នាចាត់ចែងចៃវរប្រគេនដល់ភិក្ខុសង្ឃទាំងឡាយជាច្រើនពាន់ផ្ទាំងដូចគ្នាដែរក្នុងគ្រានោះសម្ពុតបាវរៈគឺសម្ពុតសូត្រនិងសម្ពុតរោមសាទបានកើតឡើងទៀតព្រះបរមសាស្តាក៏ត្រាស់អនុញ្ញាតឲ្យទទួលប្រគេនថាមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុសង្ឃទទួលសម្ពុតកោសយបាវារៈកោសយបាវារៈនិងសម្ពុតរោមសត្វបានកាលតមកពេលជីវកបានទទួលរង្វាន់ដោយព្រះរាជានៃដែនកាសីព្រះអនុជរួមព្រះបិតាជាមួយព្រះបាទបសេនតិកោសលទ្រង់ព្រះករុណាបញ្ជូនសម្ពុតកំពល់មានតម្លៃ500កហបណៈទៅឲ្យដល់ពេលជីវកកុមារភេទកាលនោះពេលជីវកបានកាន់សម្ពុតកំពល់នោះចូលទៅគល់ព្រះសាស្តាក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនសម្ពុតកំពល់នេះមានតម្លៃ500កហបណៈដែលព្រះបាទកាសីទ្រង់បញ្ជូនមកឲ្យដល់ខ្ញុំព្រះករុណាហេតុដូច្នេះសូមព្រះអង្គទ្រង់ប្រោសមេត្តាទទួលសម្ពុតកំពល់នេះរបស់ខ្ញុំព្រះអង្គដើម្បីឲ្យកើតជាប្រយោជន៍និងសេចក្តីសុខដល់ខ្ញុំព្រះករុណាអស់កលជាយូរអង្វែងផងចុះព្រះអង្គគ្រានោះព្រះសាស្តាទ្រង់ទទួលសម្ពុតកំពល់នោះហើយទ្រង់សម្ដែងធម៌ឲ្យដល់ពេទ្យជីវកចប់ហើយពេទ្យជីវកក៏បានក្រាបទូលលាព្រះលោកនេត្រឡប់ទៅវិញហើយទើបព្រះអង្គត្រាស់អនុញ្ញាតឲ្យដល់ភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យទទួលប្រគេនសម្ពុតកំពល់បាន